សូមជម្រាបសួរសាធារណជនជាពិសេសអាណាព្យាបាលនិងបងប្អូនសិស្សានុសិស្សជាទីគោរពរាប់អានតើលោកអ្នកកំពុងគិតគូរអំពីអនាគតកូនមែនទេតើក្មួយកំពុងស្វែងរកឱកាសដើម្បីបន្តការសិក្សានិងកសាងអាជីពទៅថ្ងៃអនាគតមែនទេហើយនៅពេលខ្លះក្មួយក៏តែងតែសួរខ្លួនឯងថាតើខ្ញុំគួរសិក្សានៅទីណារៀនជំនាញអ្វីហើយជំនាញដែលខ្ញុំសិក្សាតើមានតម្រូវការទីផ្សារការងារដែរឬទេតើខ្ញុំមានលទ្ធភាពដើម្បីបង់ថ្លៃការសិក្សាដែរឬទេតោះមកទីនេះខ្ញុំមានដំណឹងល្អសម្រាប់ជម្រាបលោកអ្នកសូមអាណាព្យាបាលនិងបងប្អូនសិស្សានុសិស្សឈប់បារម្ភពីបញ្ហានេះទៀតទៅដើម្បីចូលរួមចំណែកបំពេញក្តីស្រមៃរបស់ក្មួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបសម្រាប់ផ្ដល់អាហារូបករណ៍ 100% ចំនួន 1000 កន្លែងសិក្សាលើជំនាញឯកទេសរយៈពេល2ឆ្នាំលើកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយមិនបារម្ភរឿងថ្លៃសិក្សាជាងនេះទៅទៀតអាណាព្យាបាលនិងបងប្អូនសិស្សានុសិស្សអាចចូលរួមក្នុងការសម្រេចចិត្តជ្រើសរើសជំនាញដែលមានតម្រូវការទីផ្សារនាពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគតហើយជំនាញទាំងនោះមានដូចជា1ការគ្រប់គ្រងអនុស្ថានីយ៍2ការគ្រប់គ្រងបណ្ដាញបញ្ជូន3ការគ្រប់គ្រងរោងចក្រអគ្គិសនី4ការគ្រប់គ្រងប្រព័ន្ធបញ្ជានិងបណ្ដាញអគ្គិសនីក្នុងអគារ5បច្ចេកវិទ្យាប្រព័ន្ធបរិក្ខារត្រជាក់និងកម្ដៅ6បច្ចេកវិទ្យាកុំព្យូទ័រនិងបណ្ដាញ7គណនេយ្យអាជីវកម្មនិងទី8ទីផ្សារនិងការលក់ការសិក្សានៅវិទ្យាស្ថានបានទាំងទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែងជាមួយនឹងសម្ភារៈឧបករណ៍បរិក្ខារទំនើបក្នុងបន្ទប់រោងជាងនិងបន្ទប់ពិសោធន៍សិក្សាជាមួយគ្រូដែលមានបទពិសោធន៍យូរឆ្នាំមានជំនាញច្បាស់លាស់និងមានភាពប៉ិនប្រសប់ក្នុងការបណ្ដុះបណ្ដាលកម្មវិធីសិក្សាផ្សារភ្ជាប់ជាមួយនឹងការចុះកម្មសិក្សានៅតាមរោងចក្រសហគ្រាសដើម្បីអភិវឌ្ឍជំនាញដែលទីផ្សារត្រូវការនិស្សិតទទួលបានចំណេះដឹងជំនាញនិងឥរិយាបថល្អៗត្រៀមខ្លួនបំពេញការងារក្នុងវិស័យឧស្សាហកម្មនិងអាជីវកម្មវិទ្យាស្ថានចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅចូលរៀនលើកទី1ថ្ងៃទី16វិច្ឆិកាឆ្នាំ2026និងចូលរៀនលើកទី2ថ្ងៃទី14ធ្នូឆ្នាំ2026ដូច្នេះសូមកុំស្ទាក់ស្ទើរដើម្បីចាប់យកឱកាសនេះព័ត៌មានលម្អិតសូមទំនាក់ទំនងនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបដែលមានទីតាំងស្ថិតនៅភូមិបន្ទាយចាស់សង្កាត់ស្លក្រាមក្រុងនិងខេត្តសៀមរាបខាងកើតផ្សារសាមគ្គីទល់មុខនឹងក្រុមហ៊ុនវិរៈប៊ុនឋានឬទំនាក់ទំនងតាមលេខទូរស័ព្ទនិង Facebook Page នៅខាងក្រោម TVET ផ្ដល់ជំនាញការងារនិងប្រាក់ចំណូលយើងរងចាំអ្នកទាំងអស់គ្នានៅទីនេះសូមអរគុណ